លើសង្វៀនស្ថានីយ៍ទូរទស្សន៍រាជធានីភ្នំពេញប៉ុស្តិ៍លេខ 3 នៅពេលនេះមានកីឡាករ8រូបដែលស្ថិតនៅក្នុងក្រុមកនិងក្រុមខត្រូវប្រកួតប្រជែងគ្នាដើម្បីរកកន្លែងមួយនៅក្នុងពាក់កណ្ដាលផ្ដាច់ព្រាត់និងផ្ដាច់ព្រាត់ដើម្បីដណ្ដើមប្រាក់ក្នុងធនាគារដែលឧបត្ថម្ភឡើងដោយទឹកបរិសុទ្ធ Hi-Tech កីឡាករនៅក្នុងក្រុមកមាន1 2 ខែមៀ3 តក់សោភ័ណ្ឌនិង4 ហ៊ីតុងហ៊ីណែឯកីឡាករនៅក្នុងក្រុមខមាន1 រឿងវណ្ណៈ2 វ៉ាន់ចាន់វេត3 ខាន់គ្រាន់4 អុលមករាកីឡាករទាំងពីរក្រុមនេះត្រូវប្រកួតជំរុះនៅក្នុងក្រុមដើម្បីយកជើងខ្លាំងពីររូបឡើងទៅប្រកួតខ្វែងនៅក្នុងពាក់កណ្ដាលផ្ដាច់ព្រាត់និងផ្ដាច់ព្រាត់តើកីឡាករទាំង8រូបនេះនរណាជាម្ចាស់ប្រាក់ក្នុងធនាគារសូមរងចាំនិងចូលរួមទស្សនានៅថ្ងៃសៅរ៍ទី17 ខែវិច្ឆិកាខាងមុខនេះកម្មវិធីនេះឧបត្ថម្ភដោយប្រាសាភ្លវីស្គី Super Unrabe និងសហការឧបត្ថម្ភដោយម៉ូតូស៊ុយស៊ូគីនិងទឹកបរិសុទ្ធ Hi-Tech